សូមជូនរឿងសត្វចាបនិងអារក្សនៃខ្យល់នាពេលព្រឹកព្រលឹមមួយនៅលើទន្លេសាបសត្វបក្សីតូចឈ្មោះរក្សានិងក្មេងស្រីម្នាក់ឈ្មោះនារីពួកគេគឺជាមិត្តនឹងគ្នារក្សាថ្ងៃនេះមើលទុយមេឃពិតជាស្រស់ស្អាតណាស់បាទពិតមែនហើយប៉ុន្តែខ្ញុំស្ដាប់ឮសូរសំឡេងខ្យល់ប្លែកៗមេឃខ្លាយជាពណ៌ប្រផេះខ្យល់ក្រហមកំពុងចាប់ផ្ដើមបក់មេឃហាក់ដូចជាមានភ្លៀងធ្លាក់ហើយកុំបារម្ភអីខ្ញុំនឹងនៅជិតអ្នកជានិច្ចពេលនោះស្រាប់តែមានអារក្សខ្យល់ចេញពីពពកហើយចង្អុលមកសាក់លបងភាពក្លាហានរបស់រក្សាប្រសិនបើអ្នកណានឹងឈរពីមុខខ្ញុំនោះខ្ញុំនឹងប្រើខ្យល់បក់ឲ្យខ្លាំងបំផុតសត្វបក្សីទាំងអស់រត់ទម្លាក់ខ្លួនខណៈម៉ែរក្សាស្រែកឲ្យកូនចូលក្នុងផ្ទះវិញរក្សាចូលមកក្នុងផ្ទះឥឡូវនេះខ្ញុំមិនអាចទុកនារីតូសែទេនៅពេលខ្យល់បក់ខ្លាំងរក្សានៅតែមិនស្នាក់ស្ទើរក្នុងការចាកចេញខ្ញុំមិនខ្លាចទេខ្ញុំនឹងការពារមិត្តរបស់ខ្ញុំអារក្សខ្យល់បានសួរទៅបក្សីតូចនោះដែលភាពចម្លែកខ្លួនរបស់អ្នកតូចប៉ុណ្ណេះតើហ៊ានប្រឈមខ្ញុំមែនទេខ្ញុំមិនតូចនោះទេខ្ញុំធំគ្រប់គ្រាន់ដើម្បីតតាំងជាមួយអ្នកខ្យល់បក់យ៉ាងខ្លាំងប៉ុន្តែរក្សាមិនមានភាពភ័យខ្លាចនោះទេគេនៅប្រឈមមុខដោយភាពក្លាហានរក្សាចូលប្រុងប្រយ័ត្នកុំបារម្ភអីខ្ញុំមិនអីទេពេលនោះអារក្សនៃខ្យល់បានចាប់ផ្ដើមចាប់អារម្មណ៍នឹងភាពក្លាហានរបស់រក្សាបក្សីតូចញាក់ពិតជាមានចិត្តក្លាហានមែនភ្លៀងឈប់ធ្លាក់ហើយមេឃចាប់ផ្ដើមស្រឡះវិញញាក់បានជួយសង្គ្រោះញាក់ភូមិនិងដំណាំស្រូវទាំងអស់យើងអាចដាំស្រូវថ្មីបានហើយពេលនោះអារក្សនៃខ្យល់បានផ្ដល់អំណោយដល់រក្សាដោយពណ៌ស្លាបស្រស់ស្អាតដូចពណ៌អេនត្រូនូអំណោយនេះសម្រាប់ចិត្តក្លាហានរបស់អ្នកព្រឹកបន្ទាប់មកភូមិគ្រប់គ្នាបានត្រឡប់មកផ្ទះវិញជាមួយនឹងស្នាមញញឹមព្រោះភ្លៀងនិងខ្យល់ព្យុះបានឈប់ហើយសូមអរគុណទៅកាន់បក្សីតូចនោះរក្សាគឺជាវីរបុរសរបស់យើងនៅលើមេឃមានអេនត្រូនូដ៏ស្រស់ស្អាតហើយស្លាបរបស់រក្សាប្រែជាពណ៌ដូចវាអារក្សខ្យល់បានផ្ដល់អំណាចដល់រក្សាវាជាអនុស្សាវរីយ៍នៃភាពក្លាហានរក្សាបង្រៀនសត្វបក្សីតូចៗថាភាពក្លាហាននឹងអាចជួយឲ្យយើងរួចផុតពីទុក្ខលំបាកបានចិត្តក្លាហានតូចៗអាចផ្លាស់ប្ដូរពិភពលោកបានអារក្សខ្យល់សើចដោយសប្បាយចិត្តព្រោះគាត់ឃើញមនុស្សនិងសត្វរស់នៅក្នុងសន្តិភាពចិត្តល្អតែងតែទទួលបានជីវិតដ៏ស្រស់ស្អាតតាំងពីថ្ងៃនោះមកបក្សីរក្សាត្រូវបានគេគោរពជាសញ្ញានៃភាពក្លាហានរាល់ពេលមានអេនត្រូនូបក្សីតូចនោះតែងតែហើរលើមេឃដើម្បីរំលឹកអ្នកទាំងអស់រក្សាអរគុណសម្រាប់ការសង្គ្រោះកម្លាំងមិនមែននៅក្នុងរាងកាយទេប៉ុន្តែនៅក្នុងចិត្ត